សួស្តីអ្នកទាំងអស់គ្នានៅវីដេអូនេះខ្ញុំចង់បង្ហាញអំពីតម្លៃវីសារបស់ប្រទេសជប៉ុនចឹងប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយថាតម្លៃវីសារបស់ប្រទេសជប៉ុនកាលពីខែមុនគឺតម្លៃតែ 80,000 រៀលទេក្នុងការដែលយើងធ្វើដំណើរទៅលេងប្រទេសជប៉ុនមួយដងហើយបើយើងចង់ទៅច្រើនដងគឺត្រឹមតែតម្លៃ 16,000 ទេតែឥឡូវនេះចាក់ស្ដែងគឺអត់តម្លៃនឹងទៀតទេថ្ងៃទី1ខែកក្កដាឆ្នាំ 2026 នេះទៅគឺតម្លៃវីសាឡើងរហូតគុណនឹង5តែកម្រិតវីសាដែលគេបានរក្សាកម្រិតទាបនឹងរហូតដល់50ឆ្នាំមកហើយតែឥឡូវនេះគេបានឡើងតម្លៃវីសានេះគុណនឹង5សម្រាប់នៅក្នុងប្រទេសខ្មែររបស់យើងកាលពីមុនដូចខ្ញុំបញ្ជាក់ក្បាលពីមុនដំបូងអញ្ចឹងគឺ 80,000 រៀលឥឡូវនេះគឺឡើងរហូតដល់ 40,500 រៀលអាហ្នឹងសម្រាប់យើងចូលទៅលេងតែមួយដងទេតែបើយើងទៅច្រើនដងតម្លៃពីមុន 16,000 រៀលហើយឥឡូវនេះគឺ 81,000 រៀលចឹងបងប្អូនគួរតែរៀបចំឯកសារឬក៏បានដឹងច្បាស់អំពីតម្លៃវីសាដើម្បីយើងងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនឬក៏មានគម្រោងក្នុងការទៅលេងប្រទេសជប៉ុនដែរចឹងបើអ្នកទាំងអស់គ្នាចង់ដឹងអំពីព័ត៌មានខ្លះៗអំពីការដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនបងប្អូនអាចចូលទៅមើល YouTube របស់ខ្ញុំរតនលុកឬក៏ Ben Traveler ពួកខ្ញុំនឹងប្រាប់វីដេអូក្នុងការដែលយើងធ្វើដំណើរទៅលេងទៅកាន់ប្រទេសជប៉ុនដែរប៉ុន្តែបើបងប្អូនចង់ឲ្យពួកខ្ញុំរៀបចំឯកសារផ្សេងៗបងប្អូនអាចខមមិននៅក្រោមវីដេអូនេះឬក៏ឆាតមក Page Ben Traveler ក៏បានដែរពួកខ្ញុំនឹងរីករាយប្រាប់ទៅកាន់បងប្អូនក្នុងការដែលយើងរៀបចំឯកសារយើងដូចម្តេចខ្លះពេលដែលយើងធ្វើដំណើរឬក៏រៀបចំឯកសារធ្វើវីសាទៅកាន់ប្រទេសជប៉ុនដែរអរគុណច្រើនដែលអ្នកទាំងអស់គ្នាតាមដាននៅវីដេអូមួយនេះហើយបើពេញចិត្តនៅវីដេអូមួយនេះដែរសូមកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗនិងព័ត៌មានថ្មីៗអំពីការធ្វើដំណើរជុំវិញពិភពលោកដែរអរគុណច្រើនជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រតនលោកនឹងផ្ដល់អ្វីៗដែលពិសេសសម្រាប់ពីការធ្វើដំណើរជុំវិញពិភពលោកប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អាចទាក់ទងមកកាន់ Page Facebook Channel របស់ខ្ញុំនិងប្រាប់ព័ត៌មានឲ្យបានច្បាស់ទៅកាន់អ្នកទាំងអស់គ្នាខ្ញុំមានប្រាក់សន្តាគារសម្បត្តិចំហឡានក្រុងរថភ្លើងក្នុងការធ្វើដំណើរក្រៅប្រទេសពេលដែលអ្នកកំសាន្តដែរ